ក្រែងឯងតែនិយាយថាឯងទើបជាកូនស្រីគ្រួសារសិនយ៉ាវជាកូនចុងបើគេពេញចិត្តឯងម្នាក់មិនពេញចិត្តយ៉ាវផងមិនខុសទេឯងជាកូនច្បងគ្រួសារសិនត្រូវតែហ៊ានលះបង់ដើម្បីប្រយោជន៍គ្រួសារយើងចំពោះរឿងមង្គលការរបស់ឯងសម្រាប់ចឹងហើយសិនកុហកខ្ញុំសុំនិយាយលើកចុងក្រោយមិនអាចទេឯងហ៊ានរៀបការមិនន័យថាក្បត់នឹងគ្រួសារសិនយើងហើយគ្រប់យ៉ាងដែលគ្រួសារសិនឲ្យតែឯងត្រូវតែប្រគល់ឲ្យមកវិញប៉ាកំពុងមកខំខ្ញុំត្រូវហើយមិនខុសទេប៉ាកំពុងតែមកខាំងឯងគិតថាធ្វើជាកូនស្រីគ្រួសារឲ្យប្រជុំងាយស្រួលដល់ម្លឹងអីមង្គលការឯងត្រូវតែយកផលប្រយោជន៍ជាធំយល់ទេកុហកសិញ្ញជាក្មេងយល់ការគេប្រកាសជាគិតយល់ពួកយើងត្រឡប់ទៅវិញសិនទៅទុកពេលគេគិតសិនសញ្ញឯងពិតជាចង់នៅជាមួយនឹងអាសត្វបល្លង្កានោះអស់មួយជីវិតតាមមែនទេឯងជាកូនស្រីគ្រួសារសិនគេគ្រាន់តែជាអ្នកក្រពួកឯងមិនអាចនៅជាមួយគ្នាទេមិនអាចនៅជាមួយគ្នាទេយ៉ានប្រាប់ឲ្យថយសម្រាប់មុនទៅពីព្រោះយប់នេះខ្ញុំត្រូវកំណោះប៉ាម៉ាក់មិនបានជាមិនទាន់គេងទៀតយ៉ាងម៉េចនឹកខ្ញុំហ៎មានសំណួរមួយចង់សួរលោកសំណួរអីសួរមកហេតុអីបានជាលោកស្រឡាញ់ខ្ញុំមិនបានជាសួរសំណួរបែបនេះដោយសារតែលុយមែនទេចុះបើសិនជាខ្ញុំគ្មានលុយលោកនៅស្រឡាញ់ខ្ញុំអត់ប៉ុន្តែបើខ្ញុំមិនជាកម្មសិទ្ធិនៅទីនេះយ៉ាននេះស្ដាប់ខ្ញុំច្បាស់ទោះបីជានាងមានលុយឬអត់នោះខ្ញុំបដិញ្ញានៅជាមួយនាងរហូតទោះនាងមិនមែនជាកម្មសិទ្ធិទីនេះខ្ញុំគឺជាកម្មសិទ្ធិរបស់នាងពិតមែនទេខ្ញុំស្បត់បើខ្ញុំនិយាយកុហកតែមួយម៉ាត់ឲ្យខ្ញុំចេញពីផ្ទះខ្ញុំជាលោកកុំស្បាត់អីឥឡូវអាចប្រាប់បានហើយនៅតើមានរឿងអីកើតឡើងហើយប៉ាម៉ាក់ខ្ញុំឲ្យខ្ញុំទៅរៀបការជាមួយនរណាពួកគាត់ជឿថាគ្រួសារជីរកស៊ីខាងត្បូងរ៉ែមានលុយច្រើនចង់ឲ្យខ្ញុំរៀបការជាមួយគ្រួសារនោះពួកគាត់ចង់លក់កូនស្រីឲ្យនេះកំយល់ព្រមឲ្យសោះខ្ញុំដឹងតែបើសិនជាខ្ញុំមិនព្រមខ្ញុំត្រូវតែដាច់ចេញពីគ្រួសារសិនបាត់បង់គ្រប់យ៉ាងអញ្ចឹងនាងចង់រៀបការឬមួយចង់បោះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងចោលការពិតតែបើសិនជាខ្ញុំបានជួបលោកទេខ្ញុំយល់ថាខ្ញុំប្រហែលជាអាចយល់ព្រមនឹងមង្គលការមួយនេះពេលព្រោះខ្ញុំធ្លាប់ស្គាល់រសជាតិក្រីក្រហើយខ្ញុំមិនចង់ជួបប្រទះទៀតទេប៉ុន្តែក្រោយពេលខ្ញុំបានជួបលោកខ្ញុំយល់ថាអ្វីទាំងអស់នោះលែងសំខាន់ទៀតហើយឲ្យតែមានលោកនៅក្បែរទ្រព្យសម្បត្តិបុណ្យស័ក្តិនៃជាចំពោះខ្ញុំមិនសំខាន់ដូចលោកទេយ៉ាននាងគិតអញ្ចឹងពិតមែនប្រកាសហើយឲ្យតែបាននៅជាមួយលោកមិនឲ្យខ្ញុំធ្វើនៅនាងធំក៏បានខ្ញុំគ្រាន់តែខ្លាចថា